រឿងបង្គន់ចាស់ក្រោយផ្ទះជួលនារាត្រីមួយខែដាច់ផ្ទៃមេឃពោពេញដោយភាពងងឹតស្លុបនៅរាត្រីនោះដែរក្នុងផ្ទះជួលឈើចាស់មួយកន្លែងដែលនៅជាក្រុងសុកដែលជាយុវជនមកពីស្រុកស្រែគាត់កំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ក៏មានខ្យល់ត្រជាក់បក់មកប៉ះនឹងបង្អួចបន្លឺជាសំឡេងគ្រឺតហាក់ដូចជាមានដៃអ្វីម្យ៉ាងកំពុងតែខ្វាចជញ្ជាំងផ្ទះរំពេចនោះដែរសុកក៏បានភ្ញាក់ដឹងខ្លួនឡើងព្រោះតែគាត់មានអារម្មណ៍ថាឈឺបត់ជើងធំភ្លាមគាត់ព្យាយាមទប់យ៉ាងខ្លាំងប៉ុន្តែវាកាន់តែខ្លាំងឡើងរហូតដល់ទ្រាំមិនបានសុកក៏បានដកដង្ហើមធំរួចក៏រាវរកពិលចាស់មួយដែលគាត់មានសុកក៏បានបើកទ្វារដើរចេញមកក្រៅទាំងដែលគាត់មិនទាន់ស្វាងដេកស្រួលបួលផងរីឯបង្គន់នៅផ្ទះជួលនោះគេមិនបានសាងសង់នៅក្នុងបន្ទប់ទេគឺគេសាងសង់ដាច់ដោយឡែកប្រហែលជា20ម៉ែត្រពីផ្ទះនៅជិតបង្គន់នោះដែរក៏មានដើមចេកធំដាំជាជួរគាត់ក៏បញ្ចាំងពិលរួចដើរសម្ដៅទៅរកបន្ទប់ទឹកនោះរីឯភ្លើងពិលរបស់គាត់ក៏ចេះតែខ្សោយទៅហាក់ដូចជាអស់ភ្លើងធ្វើឲ្យគាត់ពិបាកក្នុងការមើលផ្លូវនៅពេលដែលគាត់ដើរកាត់តាមដើមចេកស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងស្នូរស្លឹកចេកដែលប៉ះទង្គិចគ្នានោះហាក់ដូចជាសំឡេងមនុស្សកំពុងតែឈោទទះដៃធ្វើឲ្យសុកព្រឺសម្បុរខ្ញាក់តែម្ដងគាត់មានអារម្មណ៍ថាហាក់ដូចជាមានភ្នែកអ្វីកំពុងតែសម្លឹងមើលគាត់ក៏ប្រើពន្លឺភ្លើងពិលរបស់គាត់ឈួលមើលជុំវិញខ្លួនប៉ុន្តែមិនមានអ្វីនោះឡើយនៅពេលដែលសុកទៅដល់បន្ទប់ទឹកគាត់ក៏បានយកដៃរបស់គាត់រុញទ្វារចូលទៅទ្វារនោះធ្វើអំពីឈើដែលវាមានសភាពពុករលួយអស់ទៅហើយសុកក៏បានប្រញាប់ចូលទៅអង្គុយលើចានបង្គន់នោះខណៈពេលនោះដែរសុកហាក់ដូចជាមានអារម្មណ៍ថាមានក្លិនជូរផ្អូមខុសពីធម្មតាដែលមិនមែនជាក្លិនលាមកមួយសន្ទុះក្រោយមកគាត់ក៏បានឮសំឡេងអ្វីប្លែកចេញពីចានបង្គន់ដោយភាពមិនអស់ចិត្តសុកក៏បានយកភ្លើងពិលឈួលទៅក្នុងចានបង្គន់នោះដោយសុកគិតថាវាអាចជាសំឡេងកណ្ដោដែលមករកស៊ីចំណីនៅទីនេះតែអ្វីដែលគាត់បានឃើញនៅពេលនោះគឺជាផ្ទៃមុខខ្មោចស្រីម្នាក់ដែលមានភ្នែកលៀនសក់វែងអន្លាយបានសម្លឹងមកមើលមុខគាត់ជួយយើងផងសុកក៏បានស្រែកយ៉ាងអស់សំឡេងប៉ុន្តែសំឡេងសុកហាក់ដូចជាមិនឮដល់អ្នកភូមិឡើយទ្វារបង្គន់ដែលគាត់បានបើកចំហបែរជាបិទជិតឈឹងដូចមានអ្នកចាក់សោពីខាងក្រៅខ្មោចនោះក៏ចាប់ផ្ដើមទាញសុកចុះទៅក្រោមបន្តិចម្ដងរីឯសុកក៏ខំស្រវេស្រវាតោងនេះតោងនោះប៉ុន្តែវាគ្មានប្រយោជន៍នោះទេខ្មោចនោះបានទាញសុកលិចបាត់ទៅឈឹងតែម្ដងលុះដល់ព្រឹកឡើងអ្នកជិតខាងមានការសង្ស័យព្រោះឃើញទ្វារបង្គន់បើកចំហហើយមានស្នាមឈាមដាមជាប់នឹងជញ្ជាំងទៀតផងនៅពេលដែលពួកគេទៅអើតមើលក្នុងបង្គន់នោះគេឃើញមានតែស្បែកជើងរបស់សុកម្ខាងប៉ុណ្ណោះរីឯសុកក៏បាត់ខ្លួនតាំងតែពីពេលនោះមកអ្នកភូមិក៏បាននិយាយតគ្នាថាបង្គន់នោះកាលពីមុនគឺជាកន្លែងដែលគេយកសាកសពស្ត្រីម្នាក់ដែលត្រូវគេប្លន់យកមកទម្លាក់ចោលនៅទីនេះហើយព្រលឹងរបស់នាងមិនទៅណាទេគឺគេនៅចាំអូសអ្នកដែលចុះទៅបត់ជើងនៅពេលយប់អត្រាតដើម្បីឲ្យនៅកំដរនាងជារៀងរហូតបាទសាច់រឿងនេះក៏ចប់ត្រឹមតែប៉ុណ្ណេះអរគុណសម្រាប់បងប្អូនដែលតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងក្រោយៗទៀត